ចាសួស្តីបងប្អូនថ្ងៃនេះយើងមកជួបគ្នាទៀតហើយតើតើជាមួយនឹងការមើលព័ត៌មានការងារនៅលើគេហទំព័របងធំនោះហើយយើងមើលជាភាសាខ្មែរអញ្ចឹងបើសិនជាយើងមិនដូចទៅជាភាសាខ្មែរទេគឺនឹងបង្ហាញភាសាអង់គ្លេសជាស្វ័យប្រវត្តិតែម្ដងណាហើយថ្ងៃនេះគឺយើងមកមើលការងារវិស័យពលកម្មនៅខាងក្រោមដំណរភ្ជាប់បន្ទាន់ហ្នឹងគឺមានការងារខុសៗគ្នានៅក្នុងកន្លែងហ្នឹងយើងមើលការងារសម្រាប់ពលកម្មហ្នឹងយើងចុចទៅលើហ្នឹងទៅគឺយើងឃើញការងារបង្ហាញទាំងអស់ហ្នឹងឥឡូវគឺយើងមកដល់ការងារទាំងអស់ហ្នឹងហើយសម្រាប់ការងារខាងផ្នែកវិស័យពលកម្មនេះចាក៏មិនច្រើនទេអ្នកបើកបរនៅខាង SOS Children Village of Cambodia អ្នកដឹកជញ្ជូនឯកសារនៅខាងភ្នំពេញ Prakash Plans Co-Ltd Housekeeper និងអ្នកមើលថែផ្ទះចានៅខាង Embassy of the Public of Singapore ភ្នំពេញអានេះ virus position ចឹងពេលថា virus position ពេលយើងចង់ដឹងមុខតំណែងអីគេយើងចុចទៅលើហ្នឹងទៅគឺយើងឃើញហើយនៅខាង Don International Dialysis Cambodia Co-Ltd ចាអញ្ចឹងយើងមើលតែវិស័យពលកម្មទេ driver គឺជាវិស័យពលកម្មដែរ Fund Cambodia Co-Ltd អ្នកបើកបរនៅជំនួយការការិយាល័យអញ្ចឹងមានន័យថាយើងធ្វើការខាងផ្នែកបើកបរផងយើងធ្វើការជំនួយខាងផ្នែកការិយាល័យផងនៅខាង Study Beyond Borders Organization ចា various position ដែរនៅខាងសង្អា Private Island ចុចទៅលើហ្នឹងទៅគឺយើងឃើញមុខតំណែងនៅខាងហ្នឹងហើយ various position នៅខាងបញ្ញាសាស្ត្រ International School នេះអ្នកថែទាំនៅខាង Sunrise Cambodia Security Officer នៅខាង AUPP Leaders Leadership Academy អ្នកបើកបររថយន្តនៅខាង SBK Research and Development Co-Ltd ជាងឈើណានៅខាង Modern Upholstered Sofa ចុចទៅលើការងារខាងជាងឈើមួយទៅព្រោះខាងជាងឈើมันងាយជាសូវមានចុះផ្សាយចេញទេនៅលើអ៊ីនធឺណិតចាដោយសារតែអាចនិយាយបានថាខាងនយោជកគាត់គិតថាมันមានជាងឈើគាត់ទៅមើលការងារនៅលើអ៊ីនធឺណិតអីចឹងទៅចាហ្នឹងហើយឥឡូវគឺយើងមានមកហើយណាតាក់ទងជាមួយនឹងការងារជាងឈើសម្រាប់អ្នកដែលគាត់មានចំណេះដឹងជំនាញបទពិសោធន៍ខាងផ្នែកធ្វើជាងឈើធ្វើតុទូកៅអីហ្នឹងគឺចាអាចនិយាយបានថាត្រូវសម្រាប់ពួកគាត់តែម្ដងផុតកំណត់ថ្ងៃទី17ខែ6នឹងហើយណាពេលដែលយើងចូលមើលការងារយើងត្រូវជាពិសេសមុនពេលយើងមើលព័ត៌មានអីច្រើនទាំងអស់ហ្នឹងគឺយើងមើលថ្ងៃផុតកំណត់សិនណាយើងមើលថ្ងៃជប់ទទួលពាក្យនេះអញ្ចឹងឥឡូវគឺយើងនៅមានពេល3ថ្ងៃអីទៀតសម្រាប់ក្នុងការដាក់ពាក្យឥឡូវយើងចុចទៅលើជាងឈើទីតាំងការងារនៅភ្នំពេញសម្រាប់ការងារគឺពេញម៉ោងប្រាក់ខែអាចចរចាគ្នាបានប្រាក់ខែគឺយើងគិតថាប៉ុន្មានដែលយើងអាចធ្វើការងារបានគឺយើងចង់មកប៉ុន្មានយើងប្រាប់គេប៉ុណ្ណឹងបើយើងអត់ដឹងទេយើងប្រាប់ខាងក្រុមហ៊ុនទៅតាមសូមផ្ដល់ឲ្យខ្ញុំទៅតាមចំណេះដឹងបទពិសោធន៍សមត្ថភាពរបស់ខ្ញុំដែលអាចធ្វើការក្រុមហ៊ុនរបស់បងបានហើយដូច្នេះយើងគិតថាយើងអាចទទួលយកបានក៏បានបើយើងគិតថាប៉ុន្មានយើងអាចទទួលយកបានសម្រាប់ប្រាក់ខែដែលចរចាហ្នឹងជាងឈើខាងផ្នែកសង្ហារឹមយូរមានមកមួយអីទេណាដូច្នេះគឺល្អសម្រាប់ពួកយើងដែលមានចំណេះដឹងខាងផ្នែកសង្ហារឹមបើយើងមានចំណេះដឹងពាក់ព័ន្ធជាមួយនឹងកៅអីតុនគ្រឿងសង្ហារឹមហើយជាពិសេសខាងកៅអីតុនហ្នឹងគឺត្រូវគឺជាក្រុមហ៊ុនផលិតគ្រឿងសង្ហារឹមដែលកំពុងតែធ្វើការអភិវឌ្ឍចាមានជំនាញនៅក្នុងការផលិតសាឡុងគុណភាពខ្ពស់ដូច្នេះគឺយើងទៅធ្វើការនៅក្រុមហ៊ុនតែម្ដងណាចាយើងមានចំណេះដឹងហើយយើងចូលធ្វើការក្រុមហ៊ុនយើងដឹងពីយើងមានជំនាញចូលធ្វើនៅក្នុងខាងផ្នែកផលិតនឹងការដែលយើងទៅទទួលខុសត្រូវហ្នឹងគឺយើងផលិតសំឈើសម្រាប់សាឡុងនិងគ្រឿងសង្ហារឹមបំពាក់កៅអីតុនណាចាបើយើងមានចំណេះដឹងពាក់ព័ន្ធជាមួយខាងហ្នឹងគឺត្រូវតែម្ដងគឺពាក់ព័ន្ធនៅជាមួយគ្រឿងសង្ហារឹមនិងសុវត្ថិភាពយើងដឹងពេលដែលយើងចូលធ្វើការខាងហ្នឹងគឺចាំបាច់ហ្នឹងគឺយើងត្រូវដឹងពីសុវត្ថិភាពការងាររបស់យើងចាតើតើជាមួយនឹងការសម្អាតគឺជាអ្វីដែលជាចំណុចសំខាន់ក្នុងការធ្វើការមិនមែនយើងចេះហើយយើងអត់ចេះសម្អាតយើងនៅកំភ្លុះនៅហ្នឹងអាហ្នឹងក៏គេមិនចាត់ទុកថាយើងដែលជាអ្នកមានជំនាញយ៉ាងពាក្យថាមានជំនាញគឺមានន័យថាយើងចេះហើយយើងដឹងពីវិធីសាស្ត្រក្នុងការធ្វើឲ្យស្អាតហើយយើងដឹងពីរបៀបក្នុងការថែទាំឲ្យមានសុវត្ថិភាពមានន័យថានៅពេលដែលយើងធ្វើការគឺយើងត្រូវធ្វើម៉េចឲ្យមានសុវត្ថិភាពសម្រាប់ការងាររបស់យើងណាព្រោះយើងត្រូវការយើងគឺធ្វើការពាក់ព័ន្ធជាមួយនឹងឧបករណ៍ប្រើប្រាស់គ្រឿងម៉ាស៊ីនអញ្ចឹងចាំបាច់ហ្នឹងគឺយើងត្រូវដឹងពីសុវត្ថិភាពរបស់ខ្លួនយើងក្នុងការធ្វើការតែតើជាមួយនឹងអត្ថប្រយោជន៍គឺយើងពេញម៉ោងណាស្ថិរភាពអញ្ចឹងមានន័យថាយើងចូលទៅគឺយើងដឹងតែមានការងារធ្វើរហូតយើងមិនព្រួយថាអត់ការងារឬក៏ធ្វើមួយខែអត់ការងារមួយខែអីទេណាចាអញ្ចឹងបើយើងមើលតាមគេដាក់នៅលើនេះប្រាក់ខែល្អគឺអាស្រ័យទៅតាមបទពិសោធន៍និងជំនាញដូច្នេះយើងមើលទៅណាបើយើងមានជំនាញទៅតាមអ្វីដែលគេត្រូវការហ្នឹងគឺយើងក៏ទទួលបានប្រាក់ខែខ្ពស់ល្អអញ្ចឹងទៅតែគេមិនបានដាក់ទេអញ្ចឹងយើងចង់ដឹងយើងសួរខាងក្រុមហ៊ុនផ្ទាល់តែម្ដងណាយ៉ាងតែទៅជាមួយភាសាបើយើងចេះភាសាអង់គ្លេសគឺយើងទទួលបានអត្ថប្រយោជន៍ពីខាងក្រុមហ៊ុនតែម្ដងអញ្ចឹងសម្រាប់អ្នកដាក់ពាក្យដែលគាត់អត់ចេះភាសាអង់គ្លេសហើយសម្រាប់អ្នកដែលគាត់ចេះភាសាអង់គ្លេសការងារហ្នឹងគឺជំនាញធ្វើបានដូចគ្នាតែគេចេះភាសាអង់គ្លេសគេផ្ដល់អត្ថប្រយោជន៍ឲ្យយើងអ្នកចេះអង់គ្លេសហ្នឹងច្រើនជាងព្រោះយើងចេះភាសាពីរអញ្ចឹងទៅយើងមានសមត្ថភាពអាចមើលដឹងយល់ច្រើនអញ្ចឹងគេយកយើងណាចាតែយើងអត់ចេះភាសាអង់គ្លេសក៏យើងអាចដាក់បានដែរណាមិនប្រកាសថាយើងដាក់ទៅមាន Google របស់យើងទេយើងអាចក្រុមហ៊ុនគាត់ឃើញល្អគាត់អាចយកទាំងពីរក៏បានដែរណាជាមួយនឹងជំនាញទុនហ្នឹងគឺជាជំនាញនៅក្នុងខ្លួនរបស់យើងណាអាចធ្វើការដោយខ្លួនឯងនិងជាក្រុមបានចាហ្នឹងអញ្ចឹងគឺតើតើជាមួយនឹងគឺយើងមានន័យថាយើងមានសមត្ថភាពដឹកនាំខ្លួនឯងហើយយើងអាចដឹកនាំក្រុមការងារផងដែរនៅពេលដែលយើងដាក់ពាក្យគឺយើងឃើញ to apply ហ្នឹងយើងផ្ញើប្រវត្តិរូបសង្ខេបរបស់យើងហើយយើងមានសរសេរលិខិតមួយដែលនិយាយអំពីខ្លួនយើងនឹងបន្តិចទៅហ្នឹងគឺយើងមាន WhatsApp ឬក៏ Telegram contact ហ្នឹងគឺយើងអាចតាក់ទងទៅខាងក្រុមហ៊ុនដាក់ពាក្យផ្ទាល់បានណាដូច្នេះនេះគឺជាលេខទូរស័ព្ទរបស់គេអញ្ចឹងយើងឆែកនៅក្នុង WhatsApp ក៏បាន Telegram ក៏បានដែរតាក់ទងជាមួយអាស័យស្ថាននៅខាងវត្តភ្នំដូនពេញល្អសម្រាប់ពួកយើងដែលមានជំនាញខាងផ្នែកគ្រឿងសង្ហារឹមចាអញ្ចឹងគឺយើងដាក់ពាក្យទៅការងារផុតកំណត់ថ្ងៃទី10 7នឹងហើយនៅខាងក្រុមហ៊ុន Modern Upholstered Sofa នេះគឺជាការងារនៅខាងផ្នែកពលកម្មគឺជាអ្នកដែលគាត់ប្រើប្រាស់ពលកម្មច្រើនជាងការដែលយើងប្រើប្រាស់ការគិតចាធ្វើការអីក៏យើងប្រើគំនិតក្នុងការគិតដែរតែគាត់ថា
គឺគាត់ប្រើពលកម្មដូចជាជាងឈើគឺគាត់ត្រូវធ្វើកម្លាំងផងការគិតផងគាត់ផងចាអញ្ចឹងអ្នកបើកបររថយន្តហ្នឹងក៏ស្ថិតនៅក្នុងការងារផ្នែកខាងពលកម្មផងដែរចាអញ្ចឹងគាត់កំណត់ថ្ងៃទី19ហើយសម្រាប់អ្នកបើករថយន្តត្រូវការ2នាក់ការងារពេញម៉ោងណាប្រាក់ខែក៏អាចចរចាគ្នាបានដែរគឺអាយុចាប់ពី25ឡើងទៅអញ្ចឹងបើយើងឃុំអត់ទាន់ឃុំ25ទេគឺយើងដាក់ពាក្យទៅគេអត់អាចទទួលយើងបានទេណាចាអញ្ចឹងគឺគេដាក់កំណត់អាយុត្រឹមប៉ុណ្ណឹងឡើងទៅត្រូវចេះបើកបរស្ទាត់ជំនាញណាអញ្ចឹងគឺយើងមានចាការថែទាំរថយន្តនេះហ្នឹងគឺយើងដឹងហើយតាក់ទងជាមួយនឹងការបើកបរសុខភាពភ្ញៀវដែលជិះនៅក្នុងឡានគឺជាគេផ្ញើជីវិតនៅលើដៃយើងដូច្នេះវាជាអ្វីមួយដែលយើងត្រូវទទួលខុសត្រូវនៅក្នុងហ្នឹងជំនាញបទពិសោធន៍វិញគឺយើងត្រូវចាចបើកបររថយន្តបានគ្រប់ប្រភេទទាំងលេខដៃនិងលេខស្វ័យប្រវត្តិដូច្នេះគឺយើងចេះទាំងលេខដៃលេខស្វ័យប្រវត្តិណាចាហ្នឹងគឺយើងអាចដាក់ពាក្យបានហើយសម្រាប់បានបើកបររថយន្តនេះគឺត្រូវពាក់មីឡានណាចាអញ្ចឹងសម្រាប់ពួកយើងដែលមានបានបើកបរហ្នឹងយើងមិនគ្រាន់តែមានតែបានទេណាគឺយើងត្រូវដឹងពីផ្លូវចរាចរណ៍ទាំងអស់គ្រប់ប្រភេទណាតែយើងទទួលបានមានន័យថាចំណេះយើងគឺយើងដឹងតាក់ទងជាមួយនឹងការបើកបរចាទាំងអស់ហ្នឹងហើយនេះសម្រាប់ព័ត៌មានដាក់ពាក្យគឺនៅខាងក្រោមនេះណាចាអញ្ចឹងគាត់មានអាស័យដ្ឋានមានឈ្មោះក្រុមហ៊ុនតំណែងលេខទូរស័ព្ទហើយនឹងយើងដាក់ពាក្យទៅតាមអ៊ីមែលរបស់ក្រុមហ៊ុនដាក់នៅក្នុងហ្នឹងចាបើយើងអត់ដាក់នៅក្នុងអ៊ីមែលហ្នឹងទេគឺយើងចុចតម្លែងដាក់ពាក្យឥឡូវនេះជាមួយនឹងខាងបងធំគឺយើងដាក់ពាក្យតាមរយៈបងធំហ្នឹងទៅចូលទៅដល់ខាងក្រុមហ៊ុនចូលទៅដល់នយោជកតែម្ដងណាចាអញ្ចឹងមិនមែនដាក់ពាក្យទៅតាមរយៈ apply now បងធំហើយចូលទៅបងធំទេណាគឺចូលទៅដល់នយោជកហ្នឹងណាហើយមានសុវត្ថិភាពចូលទៅដល់តែម្ដងណាគឺអត់ចូលដល់ spam ឬក៏ចូលដល់អីទេណាឬក៏យើងដាក់អ៊ីមែលខុសហើយគឺអត់ទេព្រោះឯកាលណាដែលយើងដាក់តាមអ៊ីមែលផ្ទាល់ពេលខ្លះយើងដាក់អ៊ីមែលទៅខ្វះពាក្យខ្វះអីចឹងទៅវាអត់អាចចូលណាកន្លែងហ្នឹងគឺយើងត្រូវពិនិត្យមែនតើព្រោះអ៊ីមែលកាលណាយើងខុសអីបន្តិចគឺវាអត់ចូលដល់ខាងអ៊ីមែលហ្នឹងទេណាកន្លែងនេះហើយគឺជាអត្ថប្រយោជន៍សម្រាប់ពួកយើងដាក់ពាក្យតាមរយៈ apply now របស់បងធំយើងគ្រាន់តែចុចទៅលើហ្នឹងយើងដាក់ពាក្យទៅចូលដល់នយោជកតែម្ដងហ្នឹងគឺយើងត្រូវយល់ណាតើតើជាមួយនឹងការដាក់ពាក្យការងារនៅលើគេហទំព័របងធំ .com ជាមួយនឹង SBK Research and Development Co Ltd លើគេហទំព័របងធំ .com ហើយយើងចូលទៅចុចទៅលើដំណរភ្ជាប់បន្ទាត់គឺយើងចូលដល់ការងារទាំងអស់ហ្នឹងហើយចាថ្ងៃនេះគឺយើងមានប៉ុណ្ណឹងហើយសូមជូនពរពួកយើងសំណាងល្អជោគជ័យទាំងអស់គ្នាចាសូមអរគុណ